សួស្តីបងប្អូនមិត្តអ្នកស្ដាប់ក្នុងនិងក្រៅប្រទេសជាទីមេត្រីថ្ងៃនេះ Channel យើងខ្ញុំសូមលើកយករឿងពិតមកនិយាយនិទានចែកជូនមិត្តទាំងអស់គ្នាស្ដាប់រឿងនោះដែរមានចំណងជើងថារឿងព្រាយក្បាលស្ពានកាលពីយូរមកហើយនៅភូមិមួយជាប់ព្រែកមានស្ពានឈើចាក់មួយស្ថិតនៅចុងភូមិស្ពាននោះហៅថាស្ពានក្បាលខ្មោចព្រោះអ្នកភូមិនិយាយថារាល់ពេលយប់កណ្ដាលអធ្រាត្រតែងមានស្ត្រីសក់វែងស្លៀកពាក់អាវសឈរនៅក្បាលស្ពានសម្លឹងមើលអ្នកធ្វើដំណើរពូមីជាអ្នកបើកឡានដឹកបន្លាយទៅលក់ទីផ្សារពេលព្រឹករាល់ថ្ងៃគាត់ត្រូវភ្ញាក់ពីម៉ោង 2 រាត្រីដើម្បីដឹកបន្លាយឆ្លងស្ពាននោះប្រពន្ធគាត់អ៊ីជឿនតែងប្រមានថាបងកុំឆ្លងស្ពានម៉ោង 7 យប់គេថាព្រាយក្បាលស្ពានឡងអ្នកបើកឡានពូមីសើចខ្ញុំបើកឡានរៀងរាល់ថ្ងៃមិនដែលឃើញអ្វីទេរឿងព្រាយគ្រាន់តែរឿងចាស់ៗប៉ុណ្ណោះអ្នកជិតខាងដូចជាពូខ្នាពូបឹបពូគុណនិងពូធឿនក៏ធ្លាប់និយាយដែរថាពេលយប់ឮសំឡេងស្ត្រីយំលាជាមួយសំឡេងទឹកបុកស្ពានតែគ្មាននរណាហ៊ានទៅមើលផ្ទាល់ទេយប់មួយដែលមិនធម្មតាយប់មួយមេឃងងឹតគ្មានប្រច័ណ្ឌខ្យល់បុកត្រជាក់ប៉ះស្បែកដោយដៃត្រជាក់ប៉ះខ្នងពូមីដឹកបន្លែពេញឡានឆ្លងផ្លូវក្រហមដីទៅដល់ក្បាលស្ពានម៉ោង 7:03 ភ្លើងឡានបំភ្លឺឃើញស្ត្រីម្នាក់ឈរកណ្ដាលស្ពានសក់វែងគ្របមុខសម្លៀកបំពាក់សនាងមិនចលនាមិនបញ្ចេញសំឡេងពូមីបុកហ្វ្រាំងភ្លាមបែកដួងគាត់ចាប់ផ្ដើមបុកខ្លាំងអ្នកណានៅទីនោះស្ត្រីនោះយឺតលើកមុខឡើងភ្នែកនាងសស្លេកគ្មានខ្មៅភ្នែកមាត់នាងញញឹមយឺតបង្ហាញធ្មេញខ្មៅដូចជាដីជាប់ភ្លើងឡានភ្លឹបផ្លែតហើយរលត់មួយផ្លែតពេលភ្លឺឡើងវិញស្ត្រីនោះបាត់ទៅពូមីដកដង្ហើមជ្រៅគិតថាជាអារម្មណ៍ខ្លួនឯងគាត់បើកឡានបន្តឆ្លងស្ពានតែពេលដល់កណ្ដាលស្ពានស្រាប់តែមានសំឡេងគាស់លើខ្នងឡានដង់ដង់ដង់ដូចជាមនុស្សលោតឡើងលើដំបូលឡានព្រាយលើដំបូលឡានពូមីមើលកញ្ចក់ក្រោយឃើញស្រមោលវែងអូសលើដំបូលសក់វែងហោះតាមខ្យល់ដៃស្ត្រីខ្មៃលាតត្រដាងចុះមកលើកញ្ចក់ខាងមុខបង្ហាញក្រចកវែងមុតសំឡេងស្ត្រីស្រែកបន្លឺក្នុងត្រចៀកគាត់ហេតុអ្វីមិនឈប់ពូមីភ័យខ្លាចបើកឡានលឿនឆ្លងស្ពានចេញពេលដល់ចុងស្ពានសំឡេងគាស់បាត់ទៅតែពេលគាត់ចុះពីនិតឡានពុំមានអ្វីលើដំបូលឡាយមានតែស្រមោលដៃខ្មៅលើកញ្ចក់មុខភាពភ័យខ្លាចរាវដាលថ្ងៃបន្ទាប់ពូមីប្រាប់រឿងនេះឲ្យអ៊ីជឿននិងអ្នកភូមិដូចជាពូប្រុសពូសុកពូសល់និងពូជោតអ្នកភូមិនាំគ្នាភ័យខ្លាចព្រោះមិនមែនពូមីម្នាក់ដែលឃើញទេពូខ្នានិយាយថាមុននេះប៉ុន្មានឆ្នាំមានស្ត្រីម្នាក់ត្រីឡានបុកស្លាប់នៅក្បាលស្ពានម៉ោង 7:03 យប់គេមិនបានធ្វើបុណ្យឲ្យនាងពេញលេញទេព្រោះគ្រួសារនាងក្រីក្រហើយករណីត្រូវគេចោទថាជាកំហុសនាងពូធឿនញ័រខ្លួនប្រហែលនាងកំពុងស្វែងរកយុត្តិធម៌យប់ចុងក្រោយមួយសប្តាហ៍ក្រោយពូមីត្រូវដឹកបន្លែដូចធម្មតាទោះភ័យក៏ដោយគាត់មិនអាចឈប់ការងារបានទេអ៊ីជឿនយំសូមឲ្យគាត់ចាំពេលថ្ងៃរ៉ាសិនតែពូមីនិយាយថាបើខ្ញុំមិនទៅយើងគ្មានលុយទិញអង្ករយប់នោះពេលគាត់ដល់ក្បាលស្ពានគ្មានស្ត្រីឈរទេគាត់ដកដង្ហើមធូរហើយបើកឡានយឺតឆ្លងទៅស្រាប់តែឡានឈប់ដោយខ្លួនឯងកណ្ដាលស្ពានម៉ាស៊ីនរលត់ភ្លើងអស់ប្រេកខាងក្រោមស្ងាត់ដូចមិនមានទឹកពីក្រោមស្ពានមានដៃស្ត្រីជាច្រើនលាតចុះពីទឹកខ្មៅហើយស្ត្រីសក់វែងឡើងមកពីក្រោមស្ពានមុខស្រប៉ោនភ្នែកហូរទឹកថ្មែងខ្មៅអ្នកបើកឡានទាំងអស់មិនដែលឈប់ជួយជង់នាងលោតឡើងលើកាបូឡានមុខជិតកញ្ចក់ពូមីស្រែកបិទភ្នែកព្រឹកឡើងអ្នកភូមិឃើញឡានឈប់កណ្ដាលស្ពានពូមីសន្លប់នៅកៅអីបើកឡានមុខស្លែកដូចមនុស្សបាត់ព្រលឹងនៅលើកញ្ចក់មានស្នាមដៃខ្មៅជាច្រើនក្រោយមកអ្នកភូមិនាំគ្នាធ្វើបុណ្យសំទោសព្រាយនៅក្បាលស្ពានពួកគេដាក់ធូបបាយទឹកនិងសន្យាថានឹងជួយអ្នកដែលមានគ្រោះថ្នាក់លើស្ពានចាប់តាំងពីថ្ងៃនោះទៅគ្មានហេតុការណ៍ចម្លែកទៀតទេតែអ្នកធ្វើដំណើរដែលឆ្លងស្ពានម៉ោង 7:03 យប់នៅតែអាចឮសំឡេងស្ត្រីយំស្រាលជាមួយសំឡេងទឹកបុកស្ពានហើយពេលខ្លះនៅក្នុងកញ្ចក់ក្រោយឡានអ្នកនឹងឃើញស្រមោលសក់វែងអង្គុយនៅកៅអីខាងក្រោយ
កំពុងញញឹមត្រជាក់ GNB